ហើយការថែទាំងអស់នោះគឺទៅតាមទំនាយកលាហលការច្បាំងកាប់ចាក់ដណ្ដើមហែកហួរគ្នាសពសារពើនៅលើសកលលោកដោយសារតែសេចក្តីមានះការប្រកាន់នឹងការលោភៈលោភលន់ចង់បានតណ្ហារបស់មនុស្សមិនចេះឆ្អែតឆ្អន់ដែលហេតុនេះហើយទើបធម្មជាតិត្រូវចេញមុខមកទូទាត់ចាត់ការប្រមានប្រដៅផ្ដល់មេរៀនដល់កូនណាដែរល្ងងខ្លៅអវិជ្ជាបុគ្គលណាដែរមានមាចិត្តបាបនៅក្នុងខ្លួនប្រហើនកោងកាចមិនស្គាល់ព្រះលោកធាតុមិនស្គាល់ព្រះធម្មជាតិមិនស្គាល់ថាទឹកដីភ្លើងខ្យល់គឺជាព្រះរបស់ខ្លួនជាដូនតារបស់ខ្លួនជាអ្នកទ្រទ្រង់ឲ្យជីវិតរបស់សត្វលោកដំណើរការទៅបានគ្រប់គ្នាពីព្រោះតែធម្មជាតិទឹកដីភ្លើងខ្យល់មិនមែនជារបស់អ្នកណាឡើយគឺជារបស់ដែលកើតឡើងអំពីអំណាចរបស់ធម្មជាតិនិងការកកើតដោយព្រះមេដាព្រះបិតានៃស្ដេចចក្រវាលក្នុងការកកើតផែនដីនៃទ្វីបលោករបស់យើងសូម្បីតែផែនដីខ្មែររបស់យើងក៏មានព្រះមេដានាគព្រះបិតានាគព្រះអិនកោសីស្ដេចទេវរាជទាំង4ឬស្ដេចទេវតាទាំង4ដែលលោកជាអ្នកចូលរួមក្នុងការបង្កើតទឹកដីបង្កើតនគរនេះឡើងសម្រាប់ឲ្យកូនខ្មែរមនុស្សលោកផែនដីនៃមនុស្សចំនួនពូជពងនេះបានបន្តវេនមកដល់សពថ្ងៃនេះដែលយើងហៅថានគរនាគណាជានគរដែលមានបុណ្យដ៏ក្រៃលែងកើតពីអំណាចអនុភាពនៃសេចក្តីបរិសុទ្ធដែលប្រដិស្ថានឡើងដោយអំណាចបុណ្យពិតសម្រាប់ទុកឲ្យកូនចៅគ្រប់គ្នាក្នុងការជ្រកកោនក្នុងការរស់នៅសន្សំបុណ្យសន្សំកុសលអញ្ចឹងផែនដីខ្មែរផែនដីនគររបស់យើងនេះគឺជាដែនដីសុវណ្ណភូមិជាដែនដីដែលមានអំណាចឫទ្ធិទេវតាបារមីនៅជុំទិសក្នុងការថែរក្សាការពារបុគ្គលណាដែលហើនប្រមាថបំពានទីតំបន់ណាប្រទេសណាក៏ដោយឲ្យតែសាងបាបទៅលើគ្នាធ្វើបាបចងពៀមកលើទឹកដីនគរយើងគឺច្បាស់ណាស់នឹងមានអន្តរាយនឹងមានការទូទាត់យ៉ាងស័ក្តិសមបំផុតអញ្ចឹងពេលវេលានេះគឺជាពេលវេលាដែលយើងត្រូវតាំងស្មារតីតាំងកាយតាំងចិត្តបញ្ជូនបុណ្យផ្សាយមេត្តាដល់ពពួកញាតិដល់ស្ដេចនៃមេតបទាំងឡាយឲ្យលោកបានទទួលបុណ្យកុសលពីយើងមានកម្លាំងខ្លាំងក្លាក្នុងការការពារដែនដីសីមារបស់យើងហើយក៏ជាពេលវេលាដែលយើងត្រូវប្រឹងសន្សំបុណ្យភាវនាទាំងអស់គ្នាតែយ៉ាងណាដោយដែលខ្ញុំបានបញ្ជាក់ថាដីនឹងក្លាយជាទឹកដីមិនមែនជារបស់អ្នកណាក៏មិនអាចទូលផែនដីរួចព្រោះផែនដីមិនមែនជាកម្មសិទ្ធិរបស់អ្នកណាឡើយហើយការទូទាត់របស់ព្រះម៉ែធរណីគឺទូទាត់ទៅលើជនមនុស្សសម្បកកាយដែលកើតពីមហាភូតរូប4នេះឲ្យវាទៅតាមសភាវៈដំណើរនៃធម្មជាតិដែលត្រូវដល់ការកើតនិងការរលត់មានការកើតមានការវិនាសការបំផ្លាញទៅអស់ទៅសូន្យទៅនេះគឺជាសច្ចធម៌ពិតជាការពិតដែលនឹងត្រូវកើតឡើងព្រោះសារដែលខ្ញុំបានបង្ហាញតាមរយៈការអធិប្បាយពាក់ព័ន្ធជាមួយនឹងបណ្ដាំរបស់ព្រះម៉ែធរណីគឺបានបញ្ជាក់យ៉ាងច្បាស់ថាទឹកនឹងលេបត្របាក់យកដីហើយដីមិនមែនជាកម្មសិទ្ធិរបស់អ្នកណាដីទាំងឡាយនឹងបាក់នឹងស្រុតនឹងស្រូបយកមនុស្សពពួកមីអកុសលចិត្តបាបទាំងឡាយដែលមិនស្គាល់នៅ
អំណាចរបស់ធម្មជាតិនិងអំណាចរបស់កម្មដែលខ្លួនបានប្រព្រឹត្តជាអំពើអាក្រក់ជាអកុសលវិបាកពីព្រោះថាដំណើរធម្មជាតិគឺជាដំណើរដែលទៀងបំផុតចំពោះការបំផ្លាញហើយមិនមាននរណាម្នាក់អាចដឹងថាការបំផ្លាញការវិនាសមហន្តរាយនឹងមកដល់ពេលណាតែសូមឲ្យដឹងថាអ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្រោមអំណាចរបស់ធម្មជាតិអំណាចរបស់ចក្រវាលតែមួយគត់ព្រោះវិស័យរបស់មនុស្សគឺមិនអាចចូលទៅដល់ឲ្យដឹងឲ្យយល់អំពីអំណាចនៃសច្ចធម៌ខាងក្នុងឡើយសូម្បីតែការនិយាយអធិប្បាយបកស្រាយនេះក៏មិនអាចឲ្យយល់ឬស៊ីជម្រៅទៅដល់រឿងនឹងបានដែរគ្រាន់តែយល់ទៅតាមច្បាប់កម្មទៅតាមសច្ចធម៌ដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងហើយនឹងខ្លឹមសារអត្ថន័យនៃព្រះធម៌មួយចំនួនដែលមានឧទាឬឧទានឬឧទាហរណ៍ការប្រៀបធៀបយកមកបង្ហាញដូចជារឿងច្បាប់កម្មជាដើមដែលព្រះអង្គបានត្រាស់សម្ដែងថាបុគ្គលទាំងឡាយឯណាដែលសាបព្រោះនៅពូជអ្វីរមែងនឹងបានទទួលផលផ្លែផ្កានោះមកវិញគឺព្រះអង្គប្រៀបធៀបទៅនឹងការដាំអ្វីមួយយ៉ាងជាពូជស្រូវពូជដែលមានផ្លែអញ្ចឹងកាលណាតែបុគ្គលម្នាក់ដែលតាំងចិត្តដាំនៅពូជអ្វីមួយរមែងនឹងទទួលបានផលផ្លែផ្កានោះមកវិញដែលធៀបទៅនឹងច្បាប់កម្មគឺចង់និយាយអំពីទំនាក់ទំនងរវាងធម្មពលឬហៅថាអន្តរកម្មឬហៅថាជាច្បាប់ទំនាញដែលអ្វីៗមានធម្មពលក្នុងការស្រូបណាស្រូបចូលហើយក៏ធាក់ចេញនៅពេលដែលយើងបញ្ចេញអ្វីមួយទៅឬក៏គប់របស់មួយទៅខាងលើទៅវានឹងធ្លាក់មកវិញនេះគឺជាច្បាប់ទំនាញមានន័យថាអ្វីដែលយើងសាងអ្វីដែលយើងធ្វើគឺវានឹងមករកម្ចាស់វិញមករយើងវិញនឹងហើយគឺវិលវល់អត់មានទៅណាទេណាគឺអត់ទៅណាទេអញ្ចឹងរឿងទាំងអស់នេះគឺយើងបានដឹងឮហើយថាតកតងនឹងទំនាយព្រោះអ្វីៗកាន់តែក្តៅកគុកកាន់តែខ្លាំងហេតុការណ៍រឿងរ៉ាវកាន់តែច្បុកច្បល់ច្រើនបញ្ជាក់ថាពេលវេលាក៏កាន់តែគៀកដំណើររបស់ធម្មជាតិការបំផ្លាញលោកក៏កាន់តែខិតចូលមកដល់កាន់តែខ្លាំងឡើងនេះគឺជាសេចក្តីពិតដែលត្រូវនឹងបង្ហាញដល់ជនរួមផែនដីមនុស្សសលោកទាំងឡាយកូនចៅញាតិទាំងឡាយដែលមានឧបនិស្ស័យឲ្យបានដឹងឲ្យបានភ្ញាក់ស្មារតីថាយើងបានចូលទៅកាន់ទំនាយនៃសកលលោករបស់យើងហើយមិនថាគ្រប់ប្រទេសនគរណាក៏មិនរួចដែរឲ្យតែនៅក្នុងផែនដីដូចគ្នាគឺត្រូវតែប៉ះត្រូវតែជួបត្រូវតែស៊ីសងត្រូវតែទូទាត់គិតបញ្ជីទាំងថ្មីទាំងចាស់ហើយមិនមាននរណាម្នាក់អាចបញ្ឈប់រឿងទាំងអស់នេះបានទេការគិតបញ្ជីរបស់ធម្មជាតិគឺគិតទូទាត់ឲ្យស្អាតស្រេចបាច់មុនពេលដែរព្រះនៃលោកយាងមកផែនដីហើយអ្នកមានឧបនិស្ស័យតែប៉ុណ្ណោះដែលអាចយល់ពីវិស័យរបស់ការយាងមកនៃតួអង្គដែរមកទ្រទ្រង់សាសនាហើយក្នុងនោះគឺជាការរៀបចំរបស់ពពួកទេវតានិងអង្គបារមីដែលអ្នកដែលមានញាណមនុស្សដែលមានសន្តាននៅបរិសុទ្ធជាកូនចៅពូជពងទូអង្គពីអតីតជាតិ
គឺនឹងអាចយល់ពីវិស័យនោះបានខ្លះទោះបីមិនបាន 100% ក៏អាចយល់បានត្រឹម 50-60% ថាវេលាទៅមុខគឺជាវេលាដែរទេវតាជាអ្នករៀបចំផែនដីបារមីជាអ្នកកាន់ខ្នងរងមុខចំពោះមនុស្សល្អអ្នកសច្ចៈទៀងត្រង់អរុបអរិយទេវតាជាអ្នកដែរចាត់ចែងកត់ត្រាទូទាត់នៅកម្មរបស់មនុស្សនិងសត្វលោកទាំងឡាយនិងកូនចៅដែលមានឧបនិស្ស័យព្រោះលោកជាអ្នកដឹងឮច្បាស់ប្រកបណាស់ថាបុគ្គលណាល្អបុគ្គលណាអាក្រក់បុគ្គលណាដែរបានសាងបុណ្យសាងកុសលធ្វើអំពើល្អជាប្រយោជន៍សម្រាប់ផែនដីអ្នកល្អលោកនឹងជួយបញ្ជាបង្វារាល់បុគ្គលដែលអាក្រក់គឺថាលោកនឹងបើកដៃឲ្យចាត់ការទៅតាមវិបាកកម្មរបស់ខ្លួនបើយើងភ្ញាក់ខ្លួនសាងបុណ្យហើយកោះត្រោយកាន់តែគៀកនៅចិត្តខាងមុខតែបើយើងប្រឹងសម្រុកសាងបាបធ្វើអំពើអាក្រក់នោះកោះត្រោយនៃអំពើអាក្រក់និងភាពវិនិច្ឆ័យរបស់យើងក៏ខិតនឹងចិត្តមកដល់ដែរគ្រាន់តែថាបើយើងសាងបុណ្យយើងកែខ្លួនធ្វើអំពើល្អមកវិញកម្មអាចនឹងទុកទូទាត់នៅពេលក្រោយតែបើយើងកន្តើយយើងមិនខិតខំសាងបុណ្យធ្វើអំពើល្អកម្មនឹងត្រូវទូទាត់នៅក្នុងយុគនេះតែម្ដងនៅក្នុងវេលាឆ្នាំជាបន្ទាប់អាចថាឆ្នាំនេះមិនមែនជាឆ្នាំដែលយើងទៅទូទាត់កម្មជាមួយនឹងទេវតាទូទាត់កម្មជាមួយនឹងធម្មជាតិតែឆ្នាំក្រោយទៀតគឺយើងកិច្ចមិនផុតព្រោះដំណើរនៃការបំផ្លាញរឿងរ៉ាវសកលលោកភាពរំជើបរំជួលនេះគឺនឹងចាប់ផ្ដើមឡើងពីឆ្នាំ2025-2026រហូតដល់2030ទៅឯណោះអញ្ចឹងពេលវេលានោះគឺយើងនឹងអាចដឹងហើយថាបុគ្គលណាដែលត្រូវនៅបុគ្គលណាដែលត្រូវទៅ